អូនោះជាស្រីបម្រើថ្មីមែនទេអ្នកម៉ាក់អត់ទេកូនប្រសាមកពីស្រុកព្រៃរបស់ម៉ាក់អន្តាអូហូយស្លាប់តែងខ្លួនដូចជាក្មេងក្នុងផ្ទះអញ្ចឹងម៉ាក់លោកស្រីមេនិងនារីសើចបែបចំអកតែអេរ៉ាមិននិយាយអ្វីទាំងអស់ឯងឃើញក្មួយនារីមកទីឆាប់មកសំពះជម្រាបសួរឥឡូវនេះណាមិនមែនការងារខ្ញុំទេថ្ងៃនេះអត់មានអារម្មណ៍ចង់តបតជាមួយអ្នកណាទាំងអស់សូមជូនរឿងសន្សើមផ្កាព្រៃភាគទី5លោកច័ន្ទបាទគឺខ្ញុំហ្នឹងហើយយ៉ាងម៉េចមានអីសួរខ្ញុំទៀតទេក្រែងលោមេដោះប្រាប់មិនអស់ អចាមិនអីទេព្រោះអស់អ្វីដែលខ្ញុំចង់ដឹងហើយបើអស់អីហើយខ្ញុំសុំទៅសម្រាកហើយចាអញ្ចឹងចាពេលយប់បន្តិចធុនក៏ត្រឡប់មកពីធ្វើការវិញអេរ៉ាឈរចាំស្ទះនៅមុខផ្ទះលោកម៉ានេះមានការអីហ៎ម៉ានេះសិតមក យ៉ាងម៉េចនិយាយតិចយ៉ាងម៉េចអេរ៉ាប្រើក្រសែភ្នែកបង្ហាញទៅឲ្យធុនមើលទៅខ្ចោពូច័ន្ទហើយយ៉ាងម៉េចហើយទៅវិញទេមិនយល់ការអីសោះខ្ញុំតាមដានតែឯងក៏បានតែធុនអត់ទៅវិញទេនៅតែឈរលបចាំមើលសកម្មភាពរបស់ពូច័ន្ទសួស្ដីលោកកាយពួកយើងបានរៀបចំអីវ៉ាន់សម្រាប់លោករួចអស់ហើយល្អណាស់អញ្ចឹងលោកចង់ណាត់ពួកយើងដោះដូរទំនិញថ្ងៃណាដែរស្អែកជួបគ្នានៅកន្លែងចោះអូខេស្អែកជួបគ្នាអញ្ចឹងអេរ៉ានិងធុនងាកមើលមុខគ្នាលោកច័ន្ទបិទទូរស័ព្ទដើរតម្រង់ឡើងទៅលើបន្ទប់សម្រាកអេរ៉ានិងធុនខំកិច្ចវៀងផ្លូវមិនឲ្យលោកច័ន្ទឃើញលោកច័ន្ទទៅបានលោកលឺដាច់ទេបាញ់មិញនេះលឺតាអញ្ចឹងស្អែកខ្ញុំចង់ឲ្យលោកជូនខ្ញុំទៅតាមលោកពូច័ន្ទរបស់លោកបានទេចាំខ្ញុំសុំច្បាប់គេអញ្ចឹងឲ្យគេមើលជំនួសពិតជាគួរឲ្យស្រឡាញ់ណាស់អេរ៉ាដើរចេញធុនចាប់ផ្ដើមញញឹមគេនិយាយស្អីហ្នឹងធុនអេះក្បាលហើយដើរទៅតាមអេរ៉ាដែរផ្អែមណាស់ណោះសុទ្ធតែចេញទៅមើលមេឃមើលផ្កាយតែពីរនាក់អេរ៉ាអស់សំណើចសើចស្អីឯងមិនមានអីទេអ្នកម៉ាក់ខ្ញុំគ្រាន់តែអស់សំណើចនឹងអ្វីដែលអ្នកម៉ាក់និយាយលោកស្រីមេសម្លឹកអេរ៉ារួចក៏ដើរចេញបាត់ទៅចុះអេរ៉ាសើចអីហ្នឹងខ្ញុំសើចម៉ាក់លោកនឹងហើយអស់អីរករឿងខ្ញុំហើយមែនប៉កែណាស់អាខាងញាស់ម៉ាក់ខ្ញុំហ្នឹងចុះលោកមិនមើលម៉ាក់លោកទេថាគាត់គួរឲ្យចង់ញាស់ប៉ុណ្ណាថ្ងៃស្អែកពេលលោកច័ន្ទចេញទៅអេរ៉ានិងធុនក៏លោកចេញទៅតាមពីក្រោយដែរដល់កន្លែងស្ងាត់មួយអេរ៉ានិងធុនឈប់ឡានទុកសិនព្រោះមិនចង់ឲ្យពូច័ន្ទដឹងថាខ្លួនតាមដានឡើយលោកដើរតាមខ្ញុំមកចង់ទៅណាមកតាមខ្ញុំមកឲ្យលឿនឡើងឲ្យលឿនមកតិចតាមមិនទាន់អូខេអេរ៉ាអូសដៃធុនដើរលបតាមពីក្រោយពូច័ន្ទសួស្ដីលោកកាយបាទសួស្ដីលោកយករបស់ដែលត្រូវដោះដូរមកទេច្បាស់ជាមិនភ្លេចទេគ្រប់ចំនួនលោកអាចរាប់បានអេរ៉ាក៏ចាប់ទូរស័ព្ទលួចថតគ្រប់សកម្មភាពទាំងអស់របស់លោកច័ន្ទនិងលោកកាយដោះដូរទំនិញគ្នាណែធ្វើអីហ្នឹងប្រមូលផតតាំងនឹងហើយប្រយ័ត្នគេឃើញណាមិនអីទេអេរ៉ាថនស្រាប់តែភ្លេចបិទភ្លើងទូរស័ព្ទធ្វើឲ្យផ្លាតដល់លោកច័ន្ទនិងលោកកាយអេរ៉ានិងធុនបើកភ្នែកធំឆាប់រត់ទៅធុនចាប់ទាញដៃអេរ៉ារត់ទៅរកឡានលោកច័ន្ទក៏ដកកាំភ្លើងរត់ចេញមកប្រុងបាញ់តែឡានទៅឆ្ងាយទៅហើយសូម្បីស្លាកលេខឡានក៏មើលមិនទាន់ដែរឈួតមែនលោកកាយក៏រត់មកតាមពីក្រោយយ៉ាងម៉េចទៅហើយចាប់វាបានទេចាប់បានស្អីវារត់បាត់ហើយនឹងឈួតមែនទែនកុំឲ្យយើងដឹងថាអ្នកណាឲ្យសោះណាយើងនឹងសម្លេះចោលមិនខានទេលោកច័ន្ទនិយាយទាំងកំហឹងចំណែកឯអេរ៉ានិងធុនវិញបើកឡានមកទាំងភ័យដល់ផ្ទះពូច័ន្ទអង្គុយលើសាឡុងអេរ៉ារៀងភ្ញាក់បន្តិចពូច័ន្ទជំរាបសួរពូ
បាទជំរាបសួររួចចុះក្មួយទាំងពីរមកពីណាដែរអូខ្ញុំជូនអេរ៉ាទៅចុះឈ្មោះនៅសាលា ចាពិតមែនហើយលោកពូមានការអីដែរទេ មិនមានអីទេពូគ្រាន់តែឆ្ងល់ព្រោះរាល់លើកក្មួយធន់គេស្រឡាញ់ការងារណាស់តែគេលះបង់ពេលវេលាដើម្បីក្មួយអញ្ចឹងគេច្បាស់ជាស្រឡាញ់ក្មួយខ្លាំងហើយអ្នកណាមិនស្រឡាញ់ប្រពន្ធខ្លួនឯងនោះពូហើយចោះរឿងក្មួយផ្កាដល់ណាហើយប៉ូលីសរកឃើញអ្នកធ្វើហើយនៅបើតាមពូគិតគួរតែល្មមរកឃើញហើយព្រោះគេស្លាប់ជាង3ខែហើយណា អូចាមិនតាន់រកឃើញទេតែអាចជាមិនយូរទេព្រោះឈាមស្រែកស្បែកហើយអ្នកណាប្រព្រឹត្តអីច្បាស់ជាទទួលនឹងហើយ បាន អញ្ចឹងខ្ញុំសុំទៅលើសិនហើយ បាន ដើរចេញផុតពីមុខពូច័ន្ទអារម្មណ៍អេរ៉ាឆេះឈួលទឹកភ្នែកក៏ស្រក់ចុះមកដល់បន្ទំ មិនអីទេមែនទេ ខ្ញុំមិនអីទេគ្រាន់តែខឹងចិត្តជំនួសផ្កាដែលមិនអាចធ្វើអ្វីអ្នកសម្លាប់គេបាន ច្បាស់ជាមានវិធីទេវតាប្រកាសជានៅខាងមនុស្សល្អដូចជាយើងហើយ ខ្ញុំក៏សង្ឃឹមចឹងដែរ ឈប់យំតែ ធុនយកដៃជូតទឹកភ្នែកនៅលើថ្ពាល់របស់អេរ៉ាប្រញាប់ទាញដៃធុនចេញហើយរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ធុននិងអេរ៉ាចាប់ផ្ដើមបេះដូងលោតញាប់ធុនយកដៃស្ទាបទ្រូងរួចនិយាយ អញកើតអីមិនក៏លោតញាប់ម្លេះកុំគិតអីណាអេរ៉ាគឺជាមិត្តរបស់អូនផ្កាទេយើងមិនអាចគិតអីផ្ដេសផ្ដាសបានទេយើងធ្វើរឿងនេះព្រោះជួយអូនផ្កា ធុនដកដង្ហើមធំចំណែកអេរ៉ាក៏យកដៃស្ទាបទ្រូងរួចនិយាយ គុំណាអេរ៉ាហាមអញកុំគិតអីឲ្យសោះហាមណាឈប់លោតភ្លាមអេរ៉ាចេញពីបន្ទប់ទឹកវិញ យ៉ាងម៉េចទៅហើយ ខ្ញុំមិនអីទេ ចង់ញ៉ាំអីទេខ្ញុំទិញមកឲ្យ ចាមិនអីទេ ច្បាស់ជាមិនអីពិតមែនណា ចាមិនអីទេ អញ្ចឹងអេរ៉ាសម្រាប់ចុះណាខ្ញុំទៅធ្វើការហើយមិនចង់សម្រាប់យូរទេ ចាទៅចាធុនឃើញមុខអេរ៉ាស្រពោនធុនក៏ដើរទៅចិនរួចយកដៃស្ទាបក្បាលអេរ៉ា យ៉ាងម៉េចហ្នឹងមិនស្រួលខ្លួនណា អត់ទេតែលោកកុំសូវមកចិត្តស្និទ្ធនឹងខ្ញុំពេក អូបានសុំទោសអញ្ចឹងខ្ញុំទៅហើយ ចាធុនចេញពីបន្ទប់សុំទោសណាផ្កាយើងគិតថាយើងប្រហែលជាអេរ៉ាសំងំដេកព្រោះរៀងល្វើយអស់កម្លាំងអេរ៉ាគ្នានឹកម៉ែនឹកឯងណាស់គ្នាចង់អោបឯងចង់អោបម៉ែណាស់អេរ៉ាស្ទុះងើបផ្កាគ្នាកំពុងព្យាយាមជួយឯងហើយណានៅផ្ទះពេលល្ងាចនារីមកជាមួយលោកស្រីមេអ្នកម៉ាក់បងធន់មកនៅផ្ទះទេហ៎ប្រហែលជាទៅធ្វើការបាត់ហើយក្មួយអេរ៉ាកំពុងតែស្រោចផ្កានៅមុខផ្ទះទឹកមុខស្រងូតស្រងាត់ខុសពីរាល់ដងអូនោះជាស្រីបម្រើថ្មីមែនទេអ្នកម៉ាក់អត់ទេកូនប្រសាមកពីស្រុកព្រៃរបស់ម៉ាក់អន្តាអូហូយស្លាប់តែងខ្លួនដូចជាក្មេងក្នុងផ្ទះអញ្ចឹងម៉ាក់លោកស្រីមេនិងនារីសើចបែបចំអកតែអេរ៉ាមិននិយាយអ្វីទាំងអស់ឯងឃើញក្មួយនារីមកទីឆាប់មកសំពះជម្រាបសួរឥឡូវនេះណាមិនមែនការងារខ្ញុំទេថ្ងៃនេះអត់មានអារម្មណ៍ចង់តបតជាមួយអ្នកណាទាំងអស់អេរ៉ានិយាយចំរួចដើរចេញថ្ងៃនេះវាកើតស្អីហ្នឹងឬក៏ខ្លាចឥទ្ធិពលក្មួយនារីទេដឹងអ្នកម៉ាកុំនិយាយអញ្ចឹងអីខ្ញុំមិនទាន់បានធ្វើអីទេតោះចូលទៅក្នុងទឹកក្មួយបន្តិចទៀតគុនធុនគេមកវិញហើយចាអ្នកម៉ាធុនមកដល់ក៏ឃើញនារីនិងលោកស្រីមីអង្គុយចាំនៅសាឡុងជំរាបសួរបងធុន បាននារីមកពីរៀនតាំងពីកាលហ្នឹង ចាគឺអូនមកដល់កាលពីម្សិលមិញតែដោយសារតែនឹកដល់អ្នកម៉ាក់និងបងពេកអញ្ចឹងហើយក៏បញ្ញាប់មកលេងនឹងណា បានបងអរគុណណាស់ដែលនឹកឃើញបងម៉ាក់ចុះអូនអេរ៉ានៅឯណា
ម៉ាក់មិនដឹងទេ អញ្ចឹងអូននារីនៅនិយាយលេងជាមួយអ្នកម៉ាក់បន្តទៀតចុះណាបងទៅរកប្រពន្ធបងសិន ចាធុនក៏ប្រញាប់ដើរឡើងទៅលើបន្ទង់ក្មួយមានសង្ឃឹមទេអ្នកម៉ាក់ ច្បាស់ជាមានណាកូននៅក្នុងបន្ទប់អេរ៉ា មកនៅទីនេះសោះ មានអីមែនទេ គឺខ្ញុំទិញបង្អែមនិងផ្លែឈើមកផ្ញើអេរ៉ាមិញសួននិងមិញផៃ អរគុណច្រើនលោកប្រញាប់ចុះទៅវិញចុះឃើញថាម៉ាក់របស់លោកនាំកូនប្រសាក្នុងក្របខ័ណ្ឌមកលោកទៅសួរសុខទុក្ខគេទៅ អេអេរ៉ាកើតអីហ្នឹង គឺមិនមានអីទេខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង បាទអញ្ចឹងខ្ញុំចុះទៅវិញហើយណា ចាធុនដើរចេញកើតអីឯងនឹងកុំច្រឡំឲ្យសោះយើងគ្រាន់តែរៀបការខ្លាំងៗទេណាហើយឯងក៏មិនត្រូវធ្វើឲ្យផ្កាខូចចិត្តដែរការងារចាប់អ្វីក៏ត្រូវចាប់ដែរត្រូវចាំឮទេនៅក្នុងសួនពេលរាត្រីលោកច័ន្ទនិយាយទូរស័ព្ទដូចរាល់ដងអេរ៉ាក៏លួចតាមដានដូចរាល់ដងដែរ យ៉ាងម៉េចទៅហើយចាប់បានអ្នកដែលតាមដានយើងកាលពីលើកមុនបានទេចាប់មិនទាន់បានទេតែខ្ញុំព្យាយាមឲ្យលោកកុំឲ្យពួកវាមានភ័ស្តុតាងចងយើងបានឲ្យសោះមិនអញ្ចឹងទេលោកក៏ស្លាប់ដូចគ្នាដែរបានលោកកាយកំភៃអីបើមានបញ្ហាខ្ញុំក៏មិនរួចខ្លួនដែរអញ្ចឹងខ្ញុំត្រូវតែឆាប់ពន្លត់ភ្លើងទៅបានល្អបានហើយអញ្ចឹងបាទ លោកច័ន្ទបិទទូរស័ព្ទ កុំទៅរកស៊ីជាមួយគ្នាកុំអីយើងមិនត្រឯងទេ អេរ៉ាថយមិនប្រយ័ត្នក៏ទៅជន់នឹងមែកឈើឬសម្រាប់ដល់លោកច័ន្ទ អ្នកណាគេនៅកន្លែងនោះឆាប់ចេញមកឥឡូវនេះមក អេរ៉ាចាប់ផ្ដើមភ័យបុកពោះភឹបភឹមលោកច័ន្ទក៏ដើរមកកាន់តែគៀកអេរ៉ាបិទភ្នែកបន់ស្រន់ដល់ផ្កាអើយជួយគ្នាផងណាគ្នាកំពុងតែតាមរកយុត្តិធម៌ឲ្យឯងណាផ្កាលោកច័ន្ទដើរមកកាន់តែគៀកឆ្មាមួយក្បាលក៏បានបង្ហាញខ្លួន ជាឆ្មាសោះ លោកច័ន្ទក៏ដើរទៅខ្ចុះវិញអើយប៊ីទៅហើយនាងអេរ៉ាអើយឯងនេះមិនចេះប្រយ័ត្នសោះអរគុណហើយណាផ្កាដែលឯងនៅតែតាមជួយយើងជានិញធនមកដល់មិនឃើញអេរ៉ានៅក្នុងបន្ទង់ក៏ចុះមករកនៅខាងក្រោមក៏ឃើញពូច័ន្ទកំពុងតែនៅនឹងខ្ចុះ លពូមកធ្វើអីនៅទីនេះដែរអូពូមកស្រូបយកខ្យល់អាកាសហ្នឹងណានៅទីនេះតិចហើយក្មួយទៅតែមកដល់ទេមែនទេបាទខ្ញុំទៅតែមកដល់អញ្ចឹងខ្ញុំសុំទៅលើសិនហើយបាទពូក៏ទៅដែរអញ្ចឹងទៅជាមួយគ្នាបដ ாய் ទៅបាទពូ លោកច័ន្ទនិងធុនបណ្ដាគ្នាចូលផ្ទះអេរ៉ាក៏ខលទៅធុនអាឡូលោកច័ន្ទឡើងទៅលើបន្ទប់ហើយណី គាត់ឡើងទៅលើបាត់ហើយចូលផ្ទះមក អូខេអេរ៉ាក៏ប្រញាប់ចូលផ្ទះនាងមកពីណាចាគឺខ្ញុំឬឯងលួចទៅជួបប្រុសចាំមើលណាយើងនឹងប្រាប់កូនធុនហើយឯងត្រៀមទៅ អូនមកដល់ហើយហ៎ ចាបងឯងនេះយូរណាស់អូនណាខំតែអង្គុយចាំបងមកពីធ្វើការយូរហើយដឹងអត់ បងសុំទោសអ្នកម៉ាក់មានអីនិយាយជាមួយប្រពន្ធកូនមែនទេ គ្មានទេទៅណាក៏ទៅ បាទអញ្ចឹងកូនតសិនហើយបញ្ញាប់ទៅយកចៅឲ្យម៉ាក់តអូន ចាបងអេរ៉ានិងធុនបណ្ដាគ្នាឡើងទៅលើបន្ទង់ យ៉ាងម៉េចទៅហើយ មិនអីទេគ្រាន់តែចង់កាំងបេះដូងស្អែកឡើងលោកស្រីមេងចេញពីផ្ទះអេរ៉ាឃើញឱកាសល្អព្រោះគ្មានមនុស្សនៅផ្ទះឱកាសបានមកដល់ហើយតែចូលទៅក្នុងបន្ទប់លោកច័ន្ទយ៉ាងម៉េចទៅអេរ៉ាក៏ខលទៅសួរធុនអាឡូលោកមានសោបន្ទប់របស់លោកច័ន្ទទេ សួរធ្វើអី តែសួរគឺមានការហើយមានទេ ខ្ញុំគ្មានទេតែខ្ញុំដឹងកន្លែងទុកសោរួមអញ្ចឹងចាំបន្តិចខ្ញុំទៅដល់ឥឡូវហើយ ចាធុនមកដល់ធុនបានយកសោបន្ទប់ចាក់ចូលទៅបន្ទប់លោកច័ន្ទអេរ៉ានិងធុនចាប់ផ្ដើមឆែកឆេរដូចជាមិនឃើញអីសោះ
ផ្កាយជួយឲ្យគ្នាឆាប់រកផតតាំងឃើញផងណាអេរ៉ាឆែកមើលក៏បើកក្នុងទូឃើញស្បង់ខ្មៅមួយអេរ៉ាឆ្ងល់ស្អីគេហ្នឹង បើកមើលទៅ អូខេអេរ៉ាបើកមើលក៏ឃើញថាមានស្រោមមុខនិងស្រោមដៃដែលប្រឡាក់សុទ្ធតែឈាមអេរ៉ានិងធុនមើលមុខគ្នាស្រោមដៃសុទ្ធតែឈាមតែឈាមនេះដូចជាយូរហើយឬក៏ជាឈាមរបស់ផ្កាមិនបានទេត្រូវទៅយកទៅពិនិត្យ ប្រមូលឲ្យស្រួលទៅ ធុននិងអេរ៉ាក៏នាំគ្នាស្វែងរកផុសតាំងបន្តទៀតធុនបើកមើលទូឯកសារ នេះជាឯកសារកេញបន្លំប្រាក់តើអញ្ចឹងបានជាប៉ាឲ្យគាត់ទៅគ្រប់គ្រងនៅស្រុករបស់អេរ៉ាមិនឃើញបានការអីសោះសូម្បីតែសម្ភារៈក៏គ្មានថ្មីដែរ ពូច័ន្ទរបស់លោកពិតជាមិនធម្មតាទេ ខ្ញុំមិននឹកស្មានថាអញ្ចឹងទេ តែលោកថាគាត់ទៅគ្រប់គ្រងមន្ទីរពេទ្យជំនួសប៉ាលោកនៅទីនោះមិនខ្ញុំមិនដែលឃើញគាត់អញ្ចឹង អញ្ចឹងហើយបានថាហ្នឹងណាខ្ញុំដឹងថាលោកប៉ាឲ្យគាត់ទៅគ្រប់គ្រងនៅទីនោះតែការងារផ្សេងដែលគាត់ធ្វើខ្ញុំមិនដឹងទេ ពិបាកដែរតែការងាររបស់គាត់មើលទៅក៏មិនល្អដែរព្រោះមើលទៅគាត់ដូចជាលាក់លៀម ខ្ញុំក៏គិតអញ្ចឹងដែរ ប្រមូលទុកទៅ អឺ ធុននិងអេរ៉ាប្រមូលឯកសារទុំលោក ម៉េច នេះអេរ៉ាលើកដៃឲ្យធុនទៅមើលអ្វីដែលគេបានឃើញ ស្អីគេ លោកមើលទៅ ទូរស័ព្ទច្រើនគ្រឿងម្ល៉េះ គាត់ជាអ្នកណាឲ្យប្រកាសទៅអេរ៉ានិងធុនកាយមើលថតទុកបន្ថែមឃើញសុទ្ធតែរូបថតជនរងគ្រោះដែលត្រូវគេសម្លាប់ហើយថតទុកមានជាច្រើនអ្នកមានទាំងរូបរបស់ផ្កាដែលត្រូវបានគេសម្លាប់អេរ៉ាកាន់រូបថតរបស់ផ្កាទឹកភ្នែកស្រក់មកដោយភាពឈឺចាំគេសាហាវណាស់ហើយលើកដៃសម្លាប់មនុស្សល្អដូចជាផ្កាទៅរួចគេនេះជាសត្វដេរឆានមកចាប់ជាតិច្បាស់ណាស់ខ្ញុំមិនឲ្យគេបានសុខទេចាំបន្តិចទៀតណាផ្កាយើងនឹងអូសកអាអ្នកសម្លាប់ឯងទៅក្រាបសុំទោសនៅមុខចែកដីឯងណាផ្កា អូនផ្កាបងមិននឹកស្មានថាអ្នកដែលសម្លាប់អូនគឺជាមនុស្សដែលនៅក្បែរខ្លួនបងយ៉ាងនេះសោះ ធុនមើលរូបភាពនៃការស្លាប់របស់ផ្កាទាំងឈឺចាំទឹកភ្នែកធុនក៏ស្រក់ចូលមកជាបន្តបន្ទាប់ផ្កាអើយមុននឹងឯងស្លាប់មិនដឹងជាឯងវេទនាយ៉ាងណាទេ ខ្ញុំនេះល្ងងណាស់ដែលមិនដឹងអីសោះ ខ្ញុំនឹងយកផុសតាំងនេះទៅឲ្យប៉ូលីសអូកវាចូលគុកឲ្យបាន ឯងចាំទៅទទួលកម្មនៅក្នុងគុកទៅ ធុនក្តាប់ដៃវាយលើតុយ៉ាងខ្លាំង ត្រៀមទទួលកម្មចុះ ឡានរបស់លោកច័ន្ទក៏បោកចូលមុខរបស់ផ្ទះ លោកច័ន្ទថ្ងៃនេះជើញមកលឿនម្ល៉េះ អូគឺខ្ញុំមានឯកសារត្រូវយកណាអ៊ំចុះក្មួយធុនអត់ទៅធ្វើការទេឃើញឡានគេនៅ ចាអ្នកប្រុសធុនគាត់ទើបជើញមកដល់មួយសន្ទុះមុននឹងឯង ប្រហែលជានឹកប្រពន្ធហើយអ្នកការថ្មីថ្មោងអញ្ចឹងឯង ចាលោក អញ្ចឹងខ្ញុំឡើងទៅយកឯកសារសិនហើយ ចាលោកច័ន្ទក៏ឡើងតម្រង់ទៅលើបន្ទប់អេរ៉ាផ្ទៀងស្ដាប់ដូចជាមានអ្នកកំពុងដើរមកបន្ទប់នេះ ឬក៏ពុច័ន្ទ ធុនប្រញាប់រត់ទៅមើលតាមបង្អួចឃើញឡានលោកច័ន្ទចតនៅក្នុងរោង ពុច័ន្ទមកមែនតាបញ្ញាប់រកកន្លែងពួនទៅ ពូនកន្លែងណាទៅ ក្រំតុង ហើយចុះលោក កុំបារម្ភពីខ្ញុំអីឲ្យតែអេរ៉ារួចខ្លួនសិនទៅ អូខេប្រយ័ត្នខ្លួនផង សម្រាប់ជើងរបស់លោកច័ន្ទកាន់តែគៀកបន្ទង់អេរ៉ានិងធុនចាប់ផ្ដើមភ័យបុកពោះអេរ៉ាដកដង្ហើមមួយគិតក្នុងចិត្តផ្កាជួយគ្នាផងសំឡេងចាក់សោចូលបន្ទប់រឹតតែធ្វើឲ្យធុននិងអេរ៉ាភ័យបុកពោះភឹបអេរ៉ាបិទភ្នែកប្រឹងស្ដាប់សំឡេងចាក់សោសូមរងចាំទស្សនាភាគបន្ត